ក្នុងជឿបានពោលថាបរោះដែលអាចផ្លាស់ទីភ្នំបានគឺគេចាប់ដើមដោយផ្លាស់ទីថ្មតូចៗមានន័យថាគោលដៅដ៏ធំធេងអាចមើលទៅហាក់ដូចជាពិបាកនឹងសម្រេចបានក៏ប៉ុន្តែអំណាចនៃសកម្មភាពតូចៗដែលធ្វើម្ដងហើយម្ដងទៀតអាចបំបែកសុបិនធំរបស់អ្នកបានដូច្នេះចូលបំបែកសុបិនធំរបស់អ្នកទៅជាជំហានតូចៗសកម្មភាពតូចៗហើយអនុវត្តវាធ្វើវាជាបន្តបន្ទាប់កុំរងចាំកុំចុះចាញ់ធ្វើវារហូតអ្នកសម្រេចសុបិនធំរបស់អ្នករាល់ថ្មតូចៗដែលផ្លាស់ទីគឺស្មើនឹងជ័យជំនះមួយដែលនឹងនាំអ្នកទៅកាន់កំពូលភ្នំជីវិតកក់ក្ដៅស្រណុកស្រួលគឺជាផលបូកនៃការខិតខំប្រឹងប្រែងតូចៗដ៏ឆ្លាតវៃរបស់អ្នក